បាទជំរាបសួរពុកម៉ែបងប្អូនជាទីគោរពថ្ងៃនេះមានដំណឹងហួសចិត្តមួយដែលយើងនឹកស្មានមិនដល់ថាវាមានបញ្ហានេះកើតឡើងតតែសោះសម្រាប់បងប្អូនយើងជាជនជាតិខ្មែរធ្វើការងារនៅប្រទេសកូរ៉េរឿងនេះគឺកើតឡើងទៅលើយុវជនម្នាក់ដែលជាជនជាតិខ្មែរទៅតែមកដល់ប្រទេសកូរ៉េថ្មីនឹងទេហើយគាត់មិនចេះភាសាហើយក៏មិនទាន់ចេះនៅច្បាប់នៃការរស់នៅប្រទេសកូរ៉េផងដែរគាត់ត្រូវបានរងរបួសដេកពេទ្យបច្ចុប្បន្ននេះថ្មីនេះគាត់កំពុងតែនៅក្នុងមន្ទីរពេទ្យនៅឡើយទេហើយគាត់ត្រូវការផ្ដល់កម្លាំងចិត្តនិងការទាមទារជំនួយពីបងប្អូនផងដែរដោយសារគាត់មិនចេះភាសាកូរ៉េហើយក៏មិនយល់អំពីបញ្ហាច្បាប់អញ្ចឹងមានរឿងយ៉ាងណាតោះបងប្អូនទៅស្ដាប់ទាំងអស់គ្នាពលករខ្មែរមួយរូបទើបតែមកដល់ទឹកដីកូរ៉េថ្មីធ្វើការនៅតំបន់គីជេខេត្តឈុនពុកនៅយប់ថ្ងៃសៅរ៍ទី$25នៅកន្លែងបង់សំណាញ់កន្លែងបង់ត្រីក្នុងតំបន់គីមជេដែលមានជនជាតិកូរ៉េម្នាក់ជិះឡានមកក្នុងអាការៈស្រវឹងស្រាងបានសួរនាំទៅពលករខ្មែររូបនោះថាតើអ្នកជាជនជាតិអ្វីភាសាកូរ៉េភាសាខ្មែរថាតើអ្នកជាជនជាតិអ្វីពេលនោះបងម្នាក់នោះគាត់ឆ្លើយថាខ្ញុំគឺជាជនជាតិខ្មែរថាខ្ញុំជាជនជាតិខ្មែរនៅពេលដែលបរិសុទ្ធជាជនជាតិកូរ៉េបានស្ដាប់ឮថាបរិសុទ្ធម្នាក់នោះគឺជាជនជាតិខ្មែរគាត់ក៏បានបើកឡានទៅមុខធម្មតាទៅតែមួយសន្ទុះក្រោយមកនៅពេលដែលបរិសុទ្ធជាជនរងគ្រោះគឺគាត់បានស្ទូចត្រីហើយបងសំណាញ់ហ្នឹងរៀបចំអីវ៉ាន់មកផ្ទះវិញក្នុងគណៈពេលហ្នឹងគាត់ក៏បានជិះម៉ូតូសម្ដៅមកផ្ទះក៏ប៉ុន្តែនៅពេលដែលគាត់កំពុងតែជិះម៉ូតូតាមផ្លូវក៏ត្រូវបានឡានមួយគ្រឿងដែលជាឡានរបស់ជនជាតិកូរ៉េដែលបានសួរនាំគាត់អំពីបញ្ហាតាក់ទងទៅនឹងគាត់ជាជនជាតិអីនោះគឺឡាននោះបានបើកគីគាត់ធ្លាក់ផ្លូវរហូតទៅដល់ដួលម៉ូតូមានគ្រោះថ្នាក់បាក់ឆ្អឹងខ្នងហើយអាការៈនេះគឺមានលក្ខណៈធ្ងន់ធ្ងរបំផុតដែលធ្វើឲ្យពេទ្យកំពុងតែទទួលវះកាត់ហើយមើលការខុសត្រូវយ៉ាងយកចិត្តទុកដាក់បំផុតនៅពេលនេះហើយបងប្អូនគឺជាមូលហេតុមួយដែលវាឆ្លងពីបញ្ហាអក្រិតកម្មជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជាអក្រិតកម្មឆបោកតាមប្រព័ន្ធអនឡាញដែលល្បីទូទាំងប្រទេសគឺជាពិសេសគឺបរិវត្តខ្មែរនិងជនជាតិកូរ៉េនឹងតែម្ដងជាបញ្ហាដោយសារតែក្នុងពេលថ្មីហ្នឹងគឺជនជាតិកូរ៉េដែលបានស្លាប់នៅក្នុងប្រទេសខ្មែរហ្នឹងដែលធ្វើឲ្យកូរ៉េហ្នឹងវាដាក់បំរាមហាមឃាត់ហើយជាពិសេសគឺលោកនាយករដ្ឋមន្ត្រីថ្មីទើបតែឡើងយីឆេមយ៉ងហ្នឹងក៏បានប្រកាសក្តែងថាប្រទេសកម្ពុជានឹងគឺជាប្រទេសដែលប្រព្រឹត្តនៅបទល្មើសក្រតកម្មដែលបណ្ដាលឲ្យជនជាតិកូរ៉េម្នាក់ស្លាប់ព័ត៌មាននឹងបានលេចលឺល្បីរហូតទៅដល់ប្រជាជនកូរ៉េនៅតាមតំបន់ផ្សេងអ្នកខ្លះទៀតក៏មានការរើសអើងនិងស្អប់ខ្ពើមជនជាតិខ្មែរកន្លែងធ្វើការខ្លះក៏មិនមើលមុខហើយអ្នកដែលធ្លាប់និយាយស្ដីធម្មតាជាមួយខ្មែរយើងហ្នឹងក៏គេមិនចូលចិត្តខ្មែរដែរដោយសារតែគេមានព័ត៌មានគេបានស្ដាប់ព័ត៌មានផ្សាយពីទូរទស្សន៍របស់នាយករដ្ឋមន្ត្រីរបស់គេមកថាប្រទេសខ្មែរគឺជាប្រទេសដែលមិនល្អដូច្នេះវាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ជនជាតិកូរ៉េហើយអារម្មណ៍ទាំងអស់នោះហើយវាធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងនៅប្រទេសកូរ៉េហ្នឹងគឺមិនសុខសាប់ក្នុងអារម្មណ៍ក្នុងចិត្តដោយការងារហត់ហើយធ្វើការជាមួយនឹងជនជាតិកូរ៉េហើយនៅប្រទេសគេហើយរងសម្ពាធនៃការស្អប់ខ្ពើមមើលងាយពីគេទៀតអាហ្នឹងវាគឺជាហេតុផលមួយដែលយើងគួរតែគិតពិចារណាដែរហើយបើយើងនិយាយបកក្រោយមកបញ្ហាយុវជនម្នាក់ដែលគាត់រងរបួសដោយគៀនឹងឡានធ្លាក់ពីលើផ្លូវនឹងមកគាត់ម្នាក់ហ្នឹងកំពុងតែត្រូវការជំនួយខ្លាំងណាស់ដោយសារតែគាត់អត់ចេះកូរ៉េទី1ទី2គាត់អត់ចេះច្បាប់ហើយគាត់មិនដឹងថាទៅទំនាក់ទំនងជាមួយនឹងពីណាគេមិនដឹងថាត្រូវនិយាយអ្វី
ហើយប្រាប់ហេតុផលអ្វីដើម្បីបញ្ជាក់ថាជនដែលបង្កហិង្សាបង្កគ្រោះថ្នាក់នោះឈ្មោះអីហើយឡានលេខប្រមាណគាត់មិនចាប់អារម្មណ៍ហើយគាត់មិនចេះភាសាកូរ៉េទៀតដូច្នេះហើយធ្វើឲ្យព័ត៌មានហ្នឹងមិនអាចតាមចាប់ជនបង្កនឹងបានដែលជាហេតុធ្វើឲ្យគាត់នឹងវាការព្យាបាលរបស់គាត់នឹងវាទទួលនៅការជំនួយជាច្រើនដូច្នេះត្រូវការអ្នកចេះច្បាប់ដើម្បីជួយគាត់រឿងនេះវានឹងមានបន្តទៅទៀតបងប្អូនដោយសារតែប៉ូលីសកំពុងតែស្វែងរកឡានដែលកើតហេតុនោះដោយសារតែជនរងគ្រោះគាត់មិនស្គាល់ក៏ប៉ុន្តែនៅកូរ៉េបងប្អូនដឹងហើយវាអត់យូរទេទោះបីជាមិនស្គាល់ក៏ដោយក៏ប៉ុន្តែគេមើលពេលវេលានាទីម៉ោងហើយនឹងឡានដែលនៅក្នុងតំបន់ហ្នឹងគេចាប់កាមេរ៉ាតាមផ្លូវអញ្ចឹងអត់យូរទេនឹងចាប់បានហើយបងប្អូននឹងចាំតាមដានជាមួយខ្ញុំនៅវគ្គបន្តទៀតខ្ញុំនឹងនិយាយប្រាប់អំពីរឿងដែលពាក់ព័ន្ធទៅនឹងពលករខ្មែរដែលត្រូវឡានកូរ៉េគីគាត់ទម្លាក់ធ្វើឲ្យគាត់រងគ្រោះបាក់ឆ្អឹងខ្នងហើយនឹងការមិនចូលចិត្តពីជនជាតិកូរ៉េមួយចំនួនអ្វីត្បិតតែពេលថ្មីនេះគឺមានព័ត៌មានរបស់នាយករដ្ឋមន្ត្រីកូរ៉េគាត់បានផ្សាយឡើងវិញហើយគឺគាត់បានផ្សាយប្រាប់មហាជនតាមបណ្ដាញទូរទស្សន៍សារព័ត៌មានឡើងវិញហើយថាប្រជាពលរដ្ឋខ្មែរគឺជាប្រជាពលរដ្ឋដែលល្អទេកាលពីមុនគាត់ផ្ញើសារនិយាយហ្នឹងគឺវាជ្រុលហើយហួសទៅហើយក៏ប៉ុន្តែលោកក៏បានស្នើសុំឲ្យរដ្ឋាភិបាលមន្ត្រីរដ្ឋអាណត្តិកូរ៉េហ្នឹងជួយដកពាក្យឬក៏លុបចោលនៅព័ត៌មានសារដែលគាត់បានសរសេរគាត់បាននិយាយហ្នឹងឲ្យលុបចោលទាំងអស់នៅក្នុងបណ្ដាញប្រទេសកូរ៉េហ្នឹងតែម្ដងកុំឲ្យប្រជាពលរដ្ឋកូរ៉េហ្នឹងមានការយល់ច្រឡំស្អប់ខ្ពើមទៅលើបណ្ដាជនជាតិខ្មែរដែលធ្វើការនៅប្រទេសកូរ៉េនេះហើយកូរ៉េផងដែរក៏បានរៀបចំនៅមន្ត្រីកូរ៉េផងដែរក៏បានរៀបចំនៅសំណុំរឿងមួយទៀតគឺស្វែងរកបុគ្គលណាឬក៏ជនជាតិកូរ៉េម្នាក់ណាដែលធ្វើអំពើមិនគប្បីមកលើខ្មែរឬក៏ម៉ាក់ងាយម៉ាក់ថោកសម្ដីអសុរោះការប្រើហិង្សាស្អប់ខ្ពើមអាការៈមិនចូលចិត្តណាមួយមកលើប្រជាពលរដ្ឋខ្មែរដូច្នេះប្រជាពលរដ្ឋខ្មែរមានសិទ្ធិក្នុងការថតវីដេអូយកឯកសារទាំងអស់នោះយកព័ត៌មានទាំងអស់នោះមកចូលក្នុងស្ថានីយ៍ប៉ូលីសដើម្បីឲ្យមន្ត្រីសហការតាមតំបន់ហ្នឹងស្រាវជ្រាវរកដំណោះស្រាយហើយនឹងអាចប្តឹងទាមទារជាសំណងមកវិញបានអានេះគឺជារឿងមួយដែលយើងមានទឹកមាត់លេបវិញហើយរឿងនេះក៏ជារឿងល្អវិញដែរសម្រាប់ខ្មែរយើងដោយសារតែកន្លងមកយើងជួបនៅបញ្ហាផ្លូវចិត្តនិងផ្លូវកាយនិងការងារក៏ប៉ុន្តែក្រោយមកយើងក៏បានទទួលនៅផលតបស្នងមកវិញគួរឲ្យគប់ចិត្តណាស់ដែរដោយសារតែរដ្ឋាភិបាលកូរ៉េគេដាក់បំរាមជនជាតិគេថាមិនត្រូវស្អប់ខ្ពើមមើលងាយខ្មែរនោះទេនេះដោយសារតែបុគ្គលម្នាក់នោះបើកឡានkiaខ្មែរហ្នឹងដោយសារតែគាត់មិនបានទទួលព័ត៌មានច្បាស់ការណាមួយឬបញ្ជាក់ណាមួយឲ្យបានច្បាស់ដោយសារគាត់មិនទទួលនៅព័ត៌មានមិនស្វែងរកព័ត៌មានដូចអញ្ចឹងគាត់នៅសពិចសពិលនឹងការស្អប់ខ្ពើមខ្មែរហ្នឹងនៅដល់សពដងហ្នឹងសពថ្ងៃហ្នឹងនេះគឺជាព័ត៌មានថ្មីបងប្អូន